បងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺមកបង្រៀនបងប្អូនពីរបៀបclone កម្មវិធី Facebook ឲ្យបានច្រើន Facebook បាទឥឡូវយើងចូលទៅ Play Store មកបាទអូខេរងចាំតិចបាទបន្ទាប់មកយើងចុច search ពាក្យមួយមកអូខេ search ពាក្យហ្នឹងមកបន្ទាប់មកយើងចុចទៅបាទ search ទៅអូខេតមកវាមានច្រើន app បែបនេះយើងជ្រើសរើសយកមួយមកទាំងអស់ហ្នឹងយកមួយណាក៏បានដែរបាទអូខេសម្រាប់ app នេះគឺខ្ញុំ down រួចហើយអញ្ចឹងខ្ញុំចុចបើកទៅបាទអូខេចូលទម្រង់បែបនេះគឺរងចាំបន្តិចបងប្អូនបាទអូខេចូលមកដល់កន្លែងនេះគឺយើងចុចខ្វែងកន្លែងនេះតិចមកបាទអូខេបន្ទាប់មកចូលមកដល់កន្លែងនេះគឺយើងចុចកន្លែងនេះមកខាងក្រោមនេះខាងស្ដាំដៃនេះគឺសញ្ញាបូនេះបាទចុចលើហ្នឹងមកបន្ទាប់មកយើងស្វែងរក Facebook មកបាទនេះជា Facebook អញ្ចឹងយើងចុចលើ Facebook មកបាទបន្ទាប់មកគឺបាន Facebook បែបនេះបាទគឺយើងស្កត់លើ Facebook ឲ្យជាប់មកបន្ទាប់មកគឺយើងចុចកន្លែងនេះ Home Screen នេះបាទបន្ទាប់មកគឺយើងដាក់ Facebook បាទ Facebook 2ចឹងមកបាទហើយ save មកបាទអូខេបន្ទាប់មកយើងចុចថែមមកបាទអូខេបន្ទាប់មកយើងថែមទៀតមកយើងចុចលើ Facebook ទៀតមកបាទហើយចុច Home Screen ទៀតមកបាទបន្ទាប់មកវាយពាក្យ Facebook ទៀតមកអូខេដាក់ Facebook 3មកបាទហើយ save ទៀតមកហើយបន្ទាប់មកទៀតគឺយើងចុចថែមទៀតមកបាទអូខេឥឡូវយើងនេះ Facebook យើងបាន2ហើយឥឡូវយើងចូលទៅកម្មវិធីនឹងទៀតមកបាទអូខេរងចាំតិចបាទអូខេចូលមកដល់កន្លែងនេះម្ដងទៀតគឺយើងចុចស្កត់លើ Facebook ម្ដងទៀតមកហើយចុច Home Screen ទៀតមកបាទទៅមកដាក់ Facebook សេ Facebook ទៀតមកអូខេទៅមកដាក់លេខ4មកយើងចុច Save ទៀតមកបាទអូខេបន្ទាប់មកយើងចុចថែមទៀតមកបាទគឺបាន Facebook 4ហើយអូខេនេះគឺបាន Facebook 4លេខ2លេខ3លេខ4អញ្ចឹងទៅសិនបើបងប្អូនចង់បន្ថែម Facebook ឲ្យបានច្រើនទៀតគឺធ្វើដដែលមកក្នុងនោះនឹង Facebook យើងបានកាន់តែច្រើនបាទសម្រាប់វីដេអូនេះដែរគឺមានតែប៉ុណ្្នឹងសិនបើបងប្អូនចូលចិត្តជួយ Subscribe Channel YouTube ខ្ញុំអ្នកមួយផងបាទសូមអរគុណច្រើនបាទ